បាទសូមគោរពជំរាបសួរយើងចូលមកកាន់ការបង្កើត slide animation ទៀតអញ្ចឹងយើងចូលមកកាត់ slide បន្តមកទៀតអ្នកនៅ change background អូខេយើង change background យក black color អូខេបន្តមកទៀតយើង drawing the shape យើងចាប់ផ្ដើមគូស shape មួយហើយខ្ញុំសូមយក shape មួយនេះដើម្បីធ្វើការគូសអូខេបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការទាញ shape នៅខាងក្រោមដើម្បីផ្នែកខាងក្រោមនៃ slide ដើម្បីយើងស្រួលក្នុងការremove ណាអូខេយើងទាញបែបនេះមកជាចំណិតអូខេអញ្ចឹងយើងបន្ទាប់ពីបានហើយអ្នកទាំងអស់គ្នាអាច zoom វាឲ្យធំបន្តិចហើយយើងធ្វើការចង់បានទៅប្រមាណ degree ដែលយើងចង់បានបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការ copy ហើយ send to back ទៅក្រោយបន្តមកទៀតអ្នកចាប់ផ្ដើមទាញវាឲ្យទៅជាទម្រង់បែបនេះហើយអ្នកទាំងអស់គ្នាអាចធ្វើការ copy ហើយយើង send to back ទៅក្រោយបន្តទៀតយើងពង្រួមវាឲ្យទូចអីចឹងណាអូខេបន្តមកទៀតខ្ញុំធ្វើជា4ស្រទាប់ហើយខ្ញុំយកប៉ុណ្ណេះហើយខ្ញុំកែនេះបន្តិចមកអូខេអញ្ចឹងស្អាតហើយអ្នកទាំងអស់គ្នាអាច send to back ទៅក្រោយទៀតបន្តមកទៀតយើងអាចធ្វើការទាញរហូតបែបនេះមកអូខេអញ្ចឹងយើងទាញបែបនេះហើយអ្នកទាំងអស់គ្នាអាចស្រេមើលមកស្អាតមកហើយបន្តមកទៀតអ្នកចាប់ផ្ដើមបដូរពណ៌វាឥឡូវខ្ញុំដាក់មើលពណ៌នេះតើវាស៊ីអត់ចឹងណាអូខេអញ្ចឹងមើលទៅដូចជាអត់សូវស៊ីទេខ្ញុំដូរយកពណ៌នេះវិញខ្ញុំដាក់បន្ទិញពណ៌អូខេអញ្ចឹងខ្ញុំដាក់បន្ទិញពណ៌បែបនេះឲ្យវាមើលទៅគឺមានលក្ខណៈស្អាតបែបនេះអូខេបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការ add texture អញ្ចឹងយើងធ្វើការ add យក texture មកអូខេអញ្ចឹងនេះអូខេអញ្ចឹងខ្ញុំដាក់ទៅតាមស្រទាប់ដែលយើងបានធ្វើហើយបន្តមកទៀតអ្នកទាំងអស់គ្នាអាចធ្វើការ add ជា description នៅកាន់ text របស់យើងចូលបានអូខេតែនេះគ្រាន់តែជា sample អញ្ចឹងអ្នកទាំងដាក់ជាក់ស្ដែងទៅតាមការងារដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើបន្តមកទៀតយើងអាចសេរីមើលមកថាកន្លែងណាស្អាតកន្លែងណាដែលយើងពេញចិត្តណាអញ្ចឹងយើងអាចដាក់ចូលលេខហ្នឹងមកអូខេបន្តមកទៀតយើងអាចធ្វើការចងវាជា group បាននៅលើ object មួយឬក៏ជា text របស់យើងហ្នឹងអូខេអញ្ចឹងយើងធ្វើការចងវាជា group ហើយគឺរួចរាល់ហើយអញ្ចឹងយើងអាចដាក់ជា number ឬក៏ជា icon មួយចំនួនទៅលើ shape របស់យើងដែលបានគូហ្នឹងគឺរួចរាល់ហើយអូខេនេះគ្រាន់តែជាកន្លឹះខ្លីៗទេហើយអូខេបន្តមកទៀតខ្ញុំដាក់ជាអត់ icon នេះខ្ញុំប្រើជាចំនួនលេខតាមមុនហ្នឹងគឺខ្ញុំដូរ title របស់វាខ្ញុំអាចធ្វើជាបែបនេះមកហើយដោយសារតែនេះគ្រាន់តែខ្ញុំចេះសរសេរជា sample អញ្ចឹងអ្នកទាំងនេះជាក់ស្ដែងការងាររបស់អ្នកទាំងនេះដាក់ជាក់ស្ដែងមកបន្តមកទៀតខ្ញុំធ្វើការ add ជា number ចូលទៅកាន់ shape របស់យើងខ្ញុំ add ដាក់ពីលើតែម្ដងខ្ញុំដាក់លេខ1លើនឹងហើយខ្ញុំយកជា white color អូខេអញ្ចឹងខ្ញុំសូមបន្ស៊ូពង្រីកវាធំតិចមកដើម្បីដាក់ចូលទៅកាន់ទីតាំងណាដែលយើងពេញចិត្តអូខេអញ្ចឹងខ្ញុំពង្រីកវាឲ្យធំហើយខ្ញុំដាក់ចូលទៅទីតាំងនេះមកអូខេអូខេនេះអញ្ចឹងខ្ញុំដាក់បែបនេះចូលបន្តមកទៀតយើងហើយយើងចាប់ផ្ដើម preview មើលទៅកាន់ការងាររបស់យើងគឺវាចេញបែបនេះអូខេអញ្ចឹងខ្ញុំមើលទៅដូចជាអត់ទាន់ស្អាតទេខ្ញុំចង់ដាក់ជា shape ឬក៏ជាចលនាប៉ុន្តែឥឡូវខ្ញុំសូមបដូរដាក់ទៅជាស្រមោលទៅលើ object របស់យើងបន្ថែមទៀតខ្ញុំសូមយកស្រមោលជាបែបនេះហើយខ្ញុំអាចដាក់ស្រមោលបែបណាដែលយើងគិតថាមើលទៅវាមានភាពទាក់ទាញឲ្យវាជា 3D បន្តិចឬក៏តាមការច្នៃប្រឌិតរបស់អ្នកទាំងអស់គ្នាអាចដាក់មិនក៏បានដែរហើយខ្ញុំសូមយកបែបនេះមកអូខេមើលទៅឲ្យវាមានស្រមោលជះពី object របស់យើងបន្តិចដើម្បីឲ្យវាមើលទៅគឺទាក់ទាញអូខេអញ្ចឹងខាងក្រោមខ្ញុំអត់ដាក់ទេហើយខ្ញុំធ្វើការ show ឲ្យអ្នកទាំងអស់គ្នាមើលអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេខ្លីៗអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយបន្ថែមទៀតហើយបើពេញចិត្តវីដេអូកុំភ្លេចជួយចុច Subscribe ហើយបើមានអ្វីអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងព្យាយាមធ្វើជូនអ្នកទាំងអស់គ្នាអរគុណជួបខ្ញុំនៅវីដេអូក្រោយបាយបាយ